បន្ទាប់ពីធ្វើដំណើរឆ្លងកាត់លំហចម្លាយជាច្រើនជាន់ក្រុមរបស់ជើងធានបានមកដល់ទីតាំងដែលពោរពេញទៅដោយទឹកកកនៅទីតាំងដែលពួកគេបានមកដល់នេះមានខ្យល់អាកាសត្រជាក់និងពោរពេញទៅដោយទឹកកកព័ទ្ធជុំវិញដែលធ្វើឲ្យពួកគេម្នាក់ស្ទើរតែរឹងខ្លួនទៅហើយខណៈពេលដែលពួកគេបានជួបទៅដល់ទីតាំងដែលពោរពេញទៅដោយទឹកកកនោះគ្នារបស់គេក៏បានជួបជាមួយនឹងលើក្បាលទឹកកកក្នុងនោះផងដែរខណៈពេលនោះស៊ីវជីនេះហាក់បែរដូចជាឮសំឡេងអ្វីមួយយ៉ាងដែលចេញពីក្បាលទឹកកកដែលពួកគេបានឃើញនោះតាមការពិតសំឡេងដែលពួកគេឮនោះមិនមែនចេញពីលើក្បាលនោះទេគឺចេញពីបេសាយស្រីម្នាក់ដែលបានលាក់ខ្លួននៅក្នុងលើក្បាលនោះខណៈពេលនោះសំឡេងដែលនៅក្នុងលើក្បាលនោះគេបានណែនាំខ្លួនថាគ្រប់គ្នាគ្រាន់តែហៅខ្ញុំថាស៊ីវពឹងទៅបានហើយនេះគឺជាឈ្មោះដែលវៃជាងបានហៅខ្ញុំពីមុនមកខណៈពេលនោះស៊ីវជានាងបានមើលដឹងភ្លាមថារបស់ដែលនាងប្រើប្រាស់សម្រាប់លាក់ខ្លួននោះគឺជាវត្ថុទិព្វនៃកុសសម្ព័ន្ធគ្រីស្តាល់ទឹកកកដែលមានសមត្ថភាពការពារខ្លួនរបស់នាងយ៉ាងខ្លាំងក្លាគឺដោយសារតែរបស់នេះហើយទើបសៀវពឹងនាងឯងរស់នៅក្នុងប៉មគុំបិសាយនេះអស់រយៈពេលរាប់ពាន់ឆ្នាំសៀវពឹងនាងបានរំលឹកដែរថាការដែលគេចាប់នាងមកកាន់ទីនេះដំបូងរបស់នេះគឺត្រូវបានគេយកទៅបាត់ទៅហើយក៏ប៉ុន្តែដល់ពេលដែលវៃជាងបានចូលមកគេបានយករបស់នេះមកប្រគល់ឲ្យនាងវិញប្រាប់ឲ្យនាងប្រើវាដើម្បីការពារខ្លួននៅក្នុងប៉មគុំបិសាយនេះនៅពេលដែលសៀវពឹងនាងបានក្រឡេកឃើញចង្កៀងណាំផ្លុយនៅក្នុងដៃរបស់ស៊ីសួរនាងមានការរំភើបចិត្តជាខ្លាំងពីព្រោះថានេះចំណាំបានច្បាស់ណាស់ចង្កៀងនេះគឺជារបស់វៃជាងនាងបានសួរនាំទាំងក្តីសង្ឃឹមថាតើវៃជាងបានចាត់ពួកគេឲ្យមកទីនេះមែនទេពីព្រោះថាវៃជាងបានប្រាប់នាងឲ្យរងចាំនៅទីនេះព្រោះតែនៅក្នុងប៉មបិសាយគ្មានជប់គ្មានថ្ងៃនិងគ្មានសញ្ញាសម្គាល់ពេលវេលាសៀវពឹងមិនដឹងតើសោះថាពេលវេលាបានកន្លងផុតទៅអស់រយៈពេល300ឆ្នាំទៅហើយនាងនៅតែខំប្រឹងរក្សាក្តីសង្ឃឹមរងចាំយ៉ាងស្មោះត្រង់ចំពោះវៃជាងខណៈពេលនោះស៊ីសួរនាងបានប្រាប់ការពិតទាំងក្តុកក្តួលថាមនុស្សលោករបស់យើងរស់នៅមកដល់អាយុ100ឆ្នាំផងតែនាងបានដឹងទេអីជាងធាននឹងស៊ីវជាងបានដឹងភ្លាមថាសៀវពឹងនេះហើយគឺជាមនុស្សដែលសិស្សច្បងវៃជាងសុខចិត្តលះបង់ជីវិតនឹងអង្វរសំលោកគ្រូរបស់គេដើម្បីជួយមកសង្គ្រោះគេកាលពី300ឆ្នាំមុនបន្ទាប់ពីសៀវពឹងនឹងបានរលាយបាត់ទៅពេលវេលារបស់ជាងនាំផ្លូវកាន់តែជិតអស់ទៅស៊ីសួរនឹងបានជំរុញឲ្យគ្រប់គ្នាប្រញាប់ចុះទៅចុងក្រោមភ្លាមក៏ប៉ុន្តែពួកគេត្រូវប្រឈមមុខជាមួយនឹងឧបសគ្គថ្មីមួយទៀតពួកបិសាចនៅចុងក្រោមកាន់តែមានសភាពកាយសាហាវទៅនឹងខ្លាំងក្លាជាងមុនពួកវាបានព្យាយាមដណ្ដើមយកចង្កៀងនាំផ្លូវចេញពីដៃរបស់ស៊ីសួនដើម្បីរត់ចេញទៅខាងក្រៅណាពេលនោះឈុតឆាប់រយុទ្ធជាមួយនឹងពពួកបិសាចក៏ចាប់ផ្ដើមឡើងក្រុមគ្នារបស់ជាងធានគេមិនបង្អង់យូរឡើយគេក៏បានបើកការវាយប្រហារជាមួយនឹងពពួកបិសាចជាងធានគេបានប្រើដាល់ទាបិសាចរបស់គេដើម្បីប្រយុទ្ធជាមួយនឹងពពួកបិសាចរីឯស៊ីវជាវិញនឹងក៏បានប្រើនៅអាវុធទិព្វរបស់នឹងដើម្បីកម្ចាត់ពពួកបិសាចផងដែរក្នុងការប្រយុទ្ធនោះជាងធានគេបាននិយាយឌឺដងទៅកាន់ពពួកបិសាចទាំងអស់នោះថាពួកឯងបើមកខ្លាចស្លាប់ទេពួកឯងចុះមកចោះយើងកំដៅពួកឯងបានគ្រប់ពេលតែតែជាបិសាចកំពេកកំពុកដូចជាពួកឯងគឺយើងមិនខ្លាចឡើយនៅពេលដែលយើងវាមិនឈ្នះពួកឯងគឺយើងមានតែផ្លូវមួយគត់គឺរត់ទាសួរនឹងបាននិយាយថាប្រសិនបើពួកយើងនៅតែបន្តបើកឆាបប្រយុទ្ធជាមួយនឹងពពួកបិសាចនោះយើងនឹងគ្មានពេលទៅដល់ជាន់ទី9ឡើយដូច្នេះពួកយើងនាំគ្នារត់ទៅនៅពេលដែលពពួកបិសាចតែមិនទាន់នៅពេលដែលក្រុមរបស់ជាងធានពួកគេបានរត់គេចចេញពីពពួកបិសាចសាច់រឿងក៏បានកាត់បដល់ឈូឆានឈីដែលគេទើបតែផ្ញើពីសន្លប់គេក៏បានជួបជាមួយនឹងសម្បត្តិមួយច្បាប់ដែលបានសរសេរដោយស៊ីសួរថាខាងឈេងចាំខ្ញុំនៅទីនេះហើយខ្ញុំទៅយកដៃបក្រាបបិសាចខ្ញុំនឹងត្រឡប់មកវិញចាក់ជាបំខានខណៈពេលដែលក្រុមរបស់ជាងធានមានតែជាស៊ីវជានិងស៊ីសួននៅពេលដែលពួកគេបានមកដល់ជាន់ទី9ភ្លាមពួកគេបានទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរដែលភាចេញពីអរលេវិញ្ញាណបិសាចទោះជាយ៉ាងនេះក្តីស៊ីសួននាងដែលជាអ្នកមានបទពិសោធន៍ក្នុងការដឹកនាំនាងមិនបណ្ដោយឲ្យភាពសាន់ស្លោទាំងអស់នេះធ្លាក់មកលើនាងបានឡើយតែពេលនោះស៊ីសួននាងបាននាំជាងធាននិងស៊ីវជាទៅកាន់ទីតាំងមួយរួចបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថានេះគឺជាច្រកចេញនៃទ្វារចុងក្រោយគេបង្អស់អ្នករាល់គ្នាចូលចងចាំទីនេះឲ្យច្បាស់មែនទែនស៊ីសួននាងបានរៀបចំផែនការទុកជាមុនហើយថាឲ្យតែពួកយើងអាចស្វែងរកដៃបក្រាបបិសាចនោះឃើញភ្លាមពួកយើងត្រូវតែមកកាន់ទីនេះវិញភ្លាមដើម្បីធ្វើការចេញពីប៉មមុនពេលដែលខែការពេលជាងគៀននាំផ្លូវត្រូវបានបាត់ទាំងស្រុងខណៈពេលដែលពួកគេកំពុងតែរៀបចំផែនការដល់ថយនោះក៏ស្រាប់តែពន្លឺជាគៀននោះក៏បានរលត់បាត់ស្រមោលស្ថានភាពនេះបានធ្វើឲ្យបរិយាកាសដែលនៅជុំវិញកាន់តែងឹតនិងគួរឲ្យខ្លាចក៏ប៉ុន្តែសេវជានឹងបានលួចចិត្តខ្លួនឯងថាយ៉ាងហោចណាស់ក៏យើងបានរត់ច្រាក់ចេញឃើញតាន់ពេលវេលាដែរព្រោះតែជាន់នេះគឺពោពេញទៅដោយវីតាមីនរលាយវិញ្ញាណបិសាចស៊ីសួរនឹងបានក៏លេខឃើញអាការៈទៅនុខ្សោយរបស់សៀវពឹងរួចបាននិយាយបន្តទៀតថាសៀវពឹងនឹងមិនអាចបញ្ចេញថាមពលវិញ្ញាណបន្ថែមទៀតបានទេណាទោះឲ្យពួកយើងជាណាស់ទៅរកវាចោះខណៈពេលនោះស៊ីសួរនឹងបានដឹងច្បាស់ថាប្រសិនបើសៀវពឹងនឹងនៅតែបន្តបញ្ចេញថាមពលគ្រីស្តាល់ការពីខ្លួនបែបនេះទៀតច្បាស់ណាស់ជីវិតរបស់នឹងត្រូវបាត់បង់នៅទីនេះចាក់ជាពំខានបាទប្រិយមិត្តអ្វីដែលសៀវពឹងនឹងខំស្វែងរកនេះគឺស្វែងរកកន្លឹះយន្តមួយដើម្បីចុចទៅឲ្យវាឃើញនៅសាកសពនឹងដាវកម្ចាត់បិសាចកាលដែលវៃជាងប្រយុទ្ធជាមួយនឹងស្ដេចបិសាចនៅក្នុងប៉មបិសាចនឹងព្រោះថាវៃជាងនេះគឺជាអតីតគូសង្សាររបស់សៀវពឹងកាលពី300ឆ្នាំមុនបើទោះបីជាដឹងថាខ្លួនឯងចិត្តរលាយសាបសូន្យក្តីក៏សៀវពឹងរវីក្បាលបានបដិសេធតាំងទឹកបុកទុនខ្សោយក៏ប៉ុន្តែចដេចខាតថាមិនអីទេខ្ញុំនៅតែអាចទ្រាំបានខ្ញុំមិនដកថយនោះទេសៀវពឹងនឹងសង្ឃឹមថានៅពេលដែលបានឃើញសាកសពរបស់វៃជាងឬដើរទឹករបស់គេគឺជាកម្លាំងចិត្តចុងក្រោយដែលធ្វើឲ្យនាងសុខចិត្តប្រថុយជីវិតនឹងដើរទៅមុខបន្តជានិច្ចគ្នារបស់ជាងធានពួកគេបានបោះជំហានទៅមុខយ៉ាងប្រលឹងចុងសក់ចៃកាត់សម្ពាធដល់ខ្មៅងឹតរហូតដល់ពួកគេបានជួបប្រទះជាមួយនឹងកន្លឹះយន្តដែលមាននៅចំកណ្ដាលប៉មគុំបិសាចនោះជាងធានគេបានសម្លឹងឃើញចំណុចខុសប្លែកពីធម្មតារួចគេនិយាយថាអ្នកទាំងអស់គ្នាមើលទីនេះគឺជាកន្លឹះយន្តមួយនៅពេលដែលពួកគេបានធ្វើការដំណើរការកន្លឹះយន្តនោះភ្លាមទាំងពន្លឺទឹកបុរាណក៏បានចាស់ឡើងលើរួចបើបង្ហាញឲ្យឃើញនៅសាកសពដែលមានដាក់ដុត
ដល់ចំកណ្ដាលដើមទ្រូងគឺជាស្ដេចបិសាចបូករួមជាមួយនឹងសារស័ព្ទរបស់ជាងវ័យផងដែរខណៈពេលនោះជាងធានគេបានសើចឡើងយ៉ាងរំភើបថានោះគឺជាដាបបង្ក្រាបបិសាចគឺពិតដូចជាអ្វីដែលខ្ញុំបានគិតមែនប៉ុន្តែអ្វីដែលចម្លែកនោះគឺឆ្អឹងបិសាចគឺជាប់ជាមួយនឹងដាបបង្ក្រាបបិសាចបូករួមជាមួយនឹងឆ្អឹងរបស់វ័យជាងដែលបានស្លាប់អស់រយៈពេល300ឆ្នាំមកហើយដែរទស្សនវិជ្ជានៃការជួបគ្នារវាងដាបបង្ក្រាបបិសាចនិងកំណត់ឆ្អឹងសារស័ព្ទរបស់វ័យជាងបានធ្វើឲ្យសៀវពឹងត្រហូរយំយ៉ាងខ្លាំងពីព្រោះថាក្តីសង្ឃឹមរបស់នាងដែលនាងខំប្រឹងចាំគូស្នេហ៍ត្រឡប់មកទទួលនាងវិញត្រូវបានរលាយបាត់បង់ភ្លាមៗនៅចំពោះមុខនិងជំនួសមកវិញដោយសេចក្តីស្លាប់និងភាពជូរចត់របស់វ័យជាងដែលបានបូជាជីវិតដើម្បីបង្ក្រាបស្ដេចបិសាចនៅក្នុងប៉មឃុំបិសាចនោះខណៈពេលដែលសៀវពឹងនេះកំពុងតែទន់ខ្សោយនិងបាក់ទឹកចិត្តជាខ្លាំងបិសាចពីងបានលេចខ្លួនឡើងចំកណ្ដាលភាពងងឹតដើម្បីប្រើប្រាស់ពាក្យសម្ដីចាក់ដោតនិងបំផ្លាញស្មារតីរបស់នាងភ្លាមបិសាចពីងបានសើចច្បក់នឹងនិយាយបំពល់ថាពួកមនុស្សនៃសាលាភ្នំស៊ូសានក៏សុទ្ធតែជាមនុស្សដែលពោពេញទៅដោយភាពពូតផលកុហកខ្ញុំបានប្រាប់អ្នកតាំងពីដំបូងយូរណាស់មកហើយថាវ័យជាងមិនមានចិត្តបារម្ភពីអ្នកនោះទេមិនបានជួយមកទីនេះដើម្បីស្វែងរកអ្នកតន្តិសោះក្នុងរយៈពេល300ឆ្នាំនេះបិសាចពីងបានพูดផលបន្ថែមទៀតថាវ័យជាងគ្រាន់តែប្រើប្រាស់សៀវពឹងដើម្បីជួយទប់ទល់ជាមួយនឹងពពួកបិសាចនៃជាន់លើដើម្បីជួយការពារគេដើម្បីជួយទៅក្នុងប៉មចងក្របង្អស់តែប៉ុណ្ណោះបានសង្កត់ធ្ងន់ថែមទៀតថារាល់ពាក្យសម្ដីដែលគេបាននិយាយគឺសុទ្ធតែជាថ្នាំបំពុលដែលមានពឹសពុលខ្លាំងជាងពឹសពេញពីងទៅទៀតសម្ដីនេះបានធ្វើឲ្យសៀវពឹងធ្លាក់ចុះនៅក្នុងរណ្ដៅនៃកំហឹងនឹងការគុំគួនរហូតដល់ធ្វើនឹងបាត់បង់ម្ចាស់ការស្មារតីថែមទៀតផងសៀវពឹងកំពុងតែត្រូវបានគេញុះញង់នឹងប្រាស់ល្បីដើម្បីបញ្ឆេះកំហឹងជាងធានបានខឹងជាខ្លាំងរួចស្រេចតតាំងជាមួយនឹងបិសាចពីងនោះថែមទៀតថាណែអាបិសាចពីងចង្រៃឯងកំពុងតែនិយាយរមិនពិតហើយចង្រៃមែននាងកំពុងតែត្រូវគេបោកបញ្ឆោតនឹងញុះញង់ផន់ច្រឡំទៀតហើយដើម្បីជួយសង្គ្រោះសៀវពឹងឲ្យមានស្មារតីសាឡើងវិញខណៈពេលនោះស៊ីសួននឹងជាងធានពួកគេទាំងពីរនាក់បានបញ្ចុះពីការពិតដល់វិស័យភាសារបស់វ័យជាងថាខណៈពេលនោះស៊ីសួននឹងបានប្រាប់ថាសៀវពឹងសិស្សច្បងវ័យជាងបានប្រើប្រាស់ធម្មពលរបស់គេអស់ក្នុងការប្រយុទ្ធជាមួយនឹងអធិរាជបិសាចគឺព្រោះតែហេតុផលនេះហើយទើបគេមិនអាចបំពេញតាមសន្យាដើម្បីមកជួបនាងបានជាងធានគេបានដាស់តឿនថែមទៀតថាវ័យជាងក៏សុខចិត្តចូលមកក្នុងប៉មបិសាចនេះដោយខ្លួនឯងគឺដើម្បីមកជួបនាងតែប៉ុណ្ណោះពិតប្រាកដមែនចំណែកឯពួកបិសាចពីងវិញពួកគេគ្រាន់តែចង់ប្រើប្រាស់និងបោកបញ្ឆោតនាងដើម្បីយកធម្មពលវត្ថុទើបរលាយក្បាលគ្រីស្តាល់របស់សៀវពឹងដើម្បីធ្វើជាឧបករណ៍ដាស់ស្មារតីអធិរាជបិសាចឋានសួគ៌រស់សាឡើងវិញដើម្បីបំផ្លាញពិភពលោកនេះតែប៉ុណ្ណោះបន្ទាប់ពីល្បីការរបស់បិសាចពីងបានសម្រេចមួយភាគនោះក្នុងការបញ្ឆេះកំហឹងនិងស្រូបយកធម្មពលគ្រីស្តាល់របស់សៀវពឹងពីបង្កើតនៃប៉មបិសាចទាំងមូលក៏បានរង្គោះរង្គើឡើងនៅពេលដែលបិសាចពីងគេបានយកលើក្បាលគ្រីស្តាល់ដែលលួចបានពីសៀវពឹងនោះយកទៅដាក់ជាមួយនឹងលើក្បាលរបស់អធិរាជបិសាចប្រសពតែស្ថានភាពមួយទៀតបានកើតឡើងអង្គដៃឆ្អឹងជើងបូករួមជាមួយនឹងឆ្អឹងក្បាលរបស់អធិរាជបិសាចក៏បានរួមបញ្ចូលគ្នាបង្កើតឲ្យមានសាច់មានឈាមសាឡើងវិញខណៈពេលនោះអធិរាជបិសាចឋានសួគ៌ដែលត្រូវបានបង្ក្រាបដោយដាវបង្ក្រាបបិសាចរបស់វ័យជាងចាស់សង្កត់គេអស់រយៈពេល300ឆ្នាំមកហើយនោះបានបើកភ្នែកសាឡើងវិញទាំងកំហឹងនិងចាស់សម្ពាធធម្មពលបិសាចដល់ខ្មាំងងឹតគេបានសោះចំអកដាក់ទៅក្រុមគ្នារបស់ជាងធានដល់អំណួតថាពួកអាកំពេចកំពុកសិស្សសាលាភ្នំស៊ូសានវ័យជាងនេះគេបានប្រាស់ដើមនេះបង្ក្រាបជាងអស់រយៈពេល300ឆ្នាំមកហើយតើពួកឯងមកទីនេះដើម្បីប្រមូលសាកសពវិញមែនទេនៅពេលដែលឃើញសត្រូវដ៏ធំបានលេចមុខជាងធានបានហត់ទៅពាំងពីមុខនិងប្រាប់ឲ្យស៊ីវជៀនមើលថាស៊ីវពឹងឲ្យបានល្អក៏ប៉ុន្តែដោយសារតែពួកគេគឺជាមនុស្សសាមញ្ញអធិរាជបិសាចបានវិបោកបោកពួកគេទាំងមួយក្បៃធ្វើឲ្យពួកគេដួលនៅលើដីរួចអធិរាជបិសាចនោះក៏បាននិយាយឌឺដងថែមទៀតថាពួកមនុស្សលោកគឺពិតជាទន់ខ្សោយណាស់ពួកឯងមិនអាចប្រយុទ្ធតតាំងជាមួយនឹងយើងបានទេនៅពេលដែលជាងធានគេក៏ពុទ្ធស្លាប់នៅក្នុងស្ថានភាពស្លាប់រស់និងព្យាយាមលូកដៃទៅចាប់កាន់ដាវបង្ក្រាបបិសាចស្រាប់តែរបត់អស្ចារ្យមួយក៏បានកើតឡើងចំពោះគេខណៈពេលនោះដាវបង្ក្រាបបិសាចក៏បានបញ្ចេញនូវពន្លឺពណ៌ខៀវស្រងាត់ហើយក៏បានលេចមុខបេតវ៉ៃផឹងមកភ្លាមខណៈពេលនោះអធិរាជបិសាចឋានសួគ៌បានឃើញភ្លាមរួចក៏ស្រាប់តែប្រាទឹកមកសានស្លូននិងផ្ញើផ្អើលជាខ្លាំងរួចក៏បានស្រែកឡើងថាឯងគឺជាវ៉ៃផឹងបែរទេខណៈពេលនោះវិញ្ញាណវ៉ៃផឹងបានបកស្រាយប្រាប់ជាងធានថាខ្លួនមិនមែនជារូបរាងកាយរបស់គេពិតឡើយក៏ប៉ុន្តែនេះគឺជាកំតិចវិញ្ញាណដែលនៅសេសសល់នៅក្នុងដាវដើម្បីយកឈ្នះស្ដេចបិសាចវ៉ៃផឹងបានបង្រៀនពីគន្លឹះដាវខ្លះៗទៅដល់ជាងធានគេបានប្រាប់ជាងធានថាឯងត្រូវតែផ្ដោតស្មារតីនិងប្រមូលធម៌ពលនិងរសាចិត្តដែលស្ងប់ដូចទឹកនៅក្នុងដាវអញ្ចឹងមានតែធ្វើបែបនេះទេទើបឯងអាចស្រូបទីមហិទ្ធិឫទ្ធិនៃឋានសួគ៌នៃផែនដីដើម្បីកំទេចសត្រូវដែលមានកម្លាំងខ្លាំងជាងខ្លួនឯងបានខណៈពេលនោះអធិរាជបិសាចគេក៏បាននិយាយឌឺដងថែមទៀតថាបើទោះបីជាឯងទទួលបានការណែនាំពីវ៉ៃផឹងពីជាតិមុនក៏ដោយក៏ឯងមិនអាចយកឈ្នះយើងបានឡើយបើសិនជាឯងគ្រាន់បើឯងឆាប់ចូលបចោះខណៈពេលនោះជាងធានគេក៏បាននិយាយឌឺដងទៅវិញថាមែនយើងចូលទៅវាយឯងមែនបើសិនជាឯងគ្រាន់បើឯងគំរត់យើងនឹងប្រដាប់បិសាចនេះដើម្បីកម្ចាត់ឯងនិងធ្វើឯងដូចក្នុងស្លុកជាតិនៅសាឡើងវិញខណៈពេលនោះជាងធានគេបានប្រើក្បាច់ដាវដែលទើបតែទទួលបានការណែនាំពីវ៉ៃផឹងជាតិមុនគេក៏វាច្បាច់ចោះឡើងប៉ុន្តែស្ដេចបិសាចនោះគេអាចគេចផុតបានជន់ចាប់ប្រយុទ្ធគ្នារង្គើពេញតែពណ៌មកក្រាបបិសាចយើងមិនដឹងថាតើដូច្នេះគឺជាអ្នកណាចេញទៅទេដូច្នេះអ្នកទាំងអស់គ្នាមានតែតាមដានបន្តទៀតអធិរាជបិសាចដល់ពេលដែលឃើញស្ថានភាពមិនល្អបែបនេះនៅពេលដែលជាងធានគេទទួលបានការណែនាំពីវ៉ៃផឹងជាតិមុនហាក់បីដូចជាមានអារម្មណ៍ខ្លាំងជាងមុនគេក៏បានហោះឡើងទៅលើដើម្បីប្រតិធម្មពលចុងក្រោយរបស់គេវាកំទេចក្រុមគ្នារបស់ជាងធានចំណែកឯបិសាចពីងឯនេះវិញនៅពេលដែលអធិរាជបិសាចគេបានប្រតិធម្មពលចុងក្រោយរបស់គេដើម្បីបំផ្លាញគ្នារបស់ជាងធានក៏ស្រាប់តែខណៈពេលនោះស៊ីសួននឹងបានលបពីក្រោយដើម្បីវាប្រហារនិងសម្លាប់ពីងនោះបានសម្រេចនៅពេលដែលគ្នារបស់ជាងធានមានដូចជាសៀវជាតិនិងស៊ីសួនបន្ទាប់ពីសម្លាប់បិសាចពីងនោះរួចហើយការបើកឆាកប្រយុទ្ធដ៏ធំក៏ចាប់ផ្ដើ
ដាំឡើងម្ដងទៀតខណៈពេលនោះស៊ីជានស៊ីសួននិងជាងធានគ្នាម្នាក់2 3ម៉ូតូក៏បានប្រកាសប្រយុទ្ធជាមួយនឹងអធិរាជបិសាយខណៈពេលនោះអធិរាជបិសាយពួកគេក៏បានបង្អង់យូរឡើងគេក៏បានប្រន់តែផ្នែកទឹករបស់គេដើម្បីវាជាងធានឲ្យត្រឡប់ទៅវិញហើយខណៈពេលនោះស៊ីជានស៊ីសួនគេក៏បានទុកបង្អង់យូរឡើងគេក៏បានរួមដៃគ្នាបើការវាប្រហារទៅលើអធិរាជបិសាយបន្ថែមទៀតខណៈពេលនោះស៊ីសួនបានប្រថាមពលរបស់នាងដូចជាទឹកត្រាច់ទៅលើមេឃដើម្បីព័ទ្ធជុំវិញអធិរាជបិសាយដើម្បីឲ្យឱកាសទៅជាងធាននិងស៊ីជានក្នុងការចាត់ការអធិរាជបិសាយនោះខណៈពេលនោះជាងធានគេក៏មិនបង្អង់យូរឡើយគេក៏បានហក់ឡើងទៅលើអាកាសរួចប្រាក់បែកដៅដែលគេទៅទទួលបានពីហ្វៃផឹងរួចគេក៏បាននិយាយថាម្ដងនេះយើងនឹងសងសឹកជំនួសវៃជីងដែលឯងបានសម្លាប់វៃជីងកាលពី300ឆ្នាំមុនខណៈពេលនោះអធិរាជបិសាយគេក៏បាននិយាយថាពួកអដបលយោតែឯងគ្រាច្រើនធ្វើបាបគ្នាតិចតែពួកឯងសំជាមនុស្សដែរទេនិយាយមិនទាន់នឹងចប់ផងអធិរាជបិសាយក៏ត្រូវបានស៊ីវដៅដល់ចប់នឹងដីជាស្ថាពរខណៈពេលនោះអធិរាជបិសាយបន្តពីជាងធានបានប្រើដាក់កម្ចាត់បិសាយបានដុតចំទៅលើទ្រូរបស់គេបានដេកទៅលើដីចុងក្រោយហើយនោះតាមមិនអស់ចិត្តគេដឹងថាក្នុងអំឡុងពេល300ឆ្នាំមុននេះទឹកមករលាយវិញ្ញាណបិសាយបានរំលាយកម្លាំងរបស់គេអស់ជា90%ទៅហើយបើមិនអញ្ចឹងទេជាងធានគឺមិនអាចមានប្រយោជន៍ណាគេបានឡើយខណៈពេលនោះជាងធានគេបានបដិសេធភ្លាមៗទៅកាន់អធិរាជបិសាយលើថាអ្នកលបងកម្លាំងរបស់ខ្ញុំប៉ុណ្ណឹងអាចយកឈ្នះលបងបាននៅព្រោះតែលលាក្បាលគ្រីស្តាល់ទី2គឺមិនមានទៀតឡើយដូច្នេះឯងងាប់ទៅមិនពេលដែលគេស្លាប់អធិរាជបិសាយគេបានជជែកវែងញែកអំពីច្បាប់ធម្មជាតិជាមួយនឹងជាងធានស្ដេចបិសាយគេបានយល់ថានៅខណៈពេលនេះអ្នកខ្លាំងគឺជាជនអ្នកខ្សោយគឺច្បាប់តាមសួរមនុស្សលោកកើតមកគឺដើម្បីបម្រើជាខ្ញុំបញ្ជារបស់ស្ដេចបិសាយហើយតែដេសាឡាស៊ូសានដោយប្រើល្បិចកគាត់ដើម្បីបក្រាបគេក៏ប៉ុន្តែជាងធានគេបានតបទៅវិញយ៉ាងអង្អាចថាមនុស្សអដមព្រមមានមនោសញ្ចេតនាហើយការប្រើប្រាស់ប្រាជ្ញាយកឈ្នះកម្លាំងបាយមិនបែរជារឿងខុសឆ្គងឡើយដល់ថាខ្លួនត្រូវស្លាប់អធិរាជបិសាយឋានសួគ៌ក៏បានស្រែកតាំងកំហឹងទោះបីជាខ្ញុំត្រូវស្លាប់ក៏ពួកឯងក៏មិនសង្ឃឹមថានឹងឯងរស់នៅបានស្រួលហើយសោះខ្ញុំសូមប្រើប្រាស់ជីវិតរបស់ខ្ញុំដើម្បីកំទេចដាបរលឹងរបស់ឯងខ្ញុំសូមដាក់បដាសាពួកឯងមិនឲ្យប្រើប្រាស់ដាវនេះទៅកម្ចាត់ពពួកបិសាយទៀតបានឡើយជាបិសាយដែលបានបាញ់ទៅលើដាវបង្ក្រាបបិសាយធ្វើឲ្យវិញ្ញាណហ្វៃផឹងត្រូវបានរលាយបាត់ភ្លាមក៏ប៉ុន្តែជាងធានគេបានប្រកាសយ៉ាងដាច់ខាតថាមិនថាខ្ញុំប្រើប្រាស់ដាវអ្វីក៏ដោយក៏ខ្ញុំនៅតែអាចបង្ក្រាបបិសាយបានដែរមិនពេលវិញ្ញាណត្រូវបានរលាយសាបសូន្យទាំងស្រុងដោយសារបដាសាជាបិសាយប្រលឹងមេតើហ្វៃផឹងបានសម្លឹងមើលទៅកាន់ជាងធានរួចពលពីផ្ដែផ្ដាំបន្ថែមទៅកាន់ជាងធានទៀតថាហ្វៃផឹងគេបានប្រាប់ទៅកាន់ជាងធានថាមនុស្សម្នាក់ដែលខ្លួនមិនដែលបានឆ្លងកាត់ការប្រយុទ្ធនឹងការសក្តីឲ្យបានច្បាស់លាស់គេសង្ឃឹមថាជាងធានអាចនឹងបំពេញសមរភូមិនេះជំនួសគេបាននៅថ្ងៃអនាគតចំពោះមនុស្សម្នាក់នោះគឺឆុងឡៅហ្វៃផឹងបាននិយាយពាក្យចុងក្រោយថាខ្ញុំសង្ឃឹមថាឯងនឹងចេះថែរក្សានិងយល់ពីតម្លៃមនុស្សដែលនៅជុំវិញខ្លួនឲ្យបានល្អតែពាក្យនេះបានដិតចំនៅក្នុងអារម្មណ៍របស់ជាងធានក្នុងការការពារស៊ីជានិងមិត្តភ័ក្តិដែលនៅជុំវិញខ្លួនគេទាំងអស់បន្ទាប់ពីអធិរាជបិសាយបានកម្ចាត់ហើយវិញ្ញាណហ្វៃផឹងក៏ត្រូវបានរលាយបាត់ទៅជាងធានគេបានដាក់ទៅពិនិត្យកន្លែងកំណត់ឆ្អឹងរបស់វៃជីងគេក៏បានឃើញនៅវត្ថុមួយយ៉ាងនៅក្បែរវៃជីងខណៈពេលនោះជាងធានក៏បានហុចវត្ថុមួយយ៉ាងទៅឲ្យសៀវប៉ឹងតាំងទឹកមុខក្តុកក្តួលរួចនិយាយថាខ្ញុំបានរកឃើញរបស់នេះកាលពេលដែលខ្ញុំកំពុងតែរកដាវវាមានថាប្រពលវិញ្ញាណខ្លាំងក្លាភ្ជាប់មកជាមួយខ្ញុំទេថាវាប្រហែលជារបស់សិស្សច្បងវៃជីងហើយវាពិតមែនអាចទៅរួចគេអាចបន្សល់ទុករបស់នេះសម្រាប់នាងទៅបាយថាបានដែរវត្ថុដូចជាដុំថ្មនោះបានបញ្ចេញពន្លឺរួចបើការលាតត្រដាងឬលិខិតសំសារភាពដែលផ្ទុកនៅក្នុងស្រមោលពិតរបស់វៃជីងកាលពី300ឆ្នាំមុនទីសួរនេះបានសួរទៅកាន់សៀវប៉ឹងភ្លាមថានេះគឺជារបស់វៃជីងមែនទេសៀវប៉ឹងកាលនោះវៃជីងបានប្រថុយគ្រប់យ៉ាងដើម្បីចូលមកជួយគេនៅក្នុងប៉មបិសាយគេគឺពិតជាចង់ជួបនាងពិតប្រាកដទៀតមែនសម្លេងវិញ្ញាណរបស់វៃជីងបានបន្លឺឡើងបំភ្លឺរាល់ការយកច្រឡំនិងបង្ហាញពីភាពកំសាករបស់ខ្លួនកាលពីមុនដែលធ្វើឲ្យសៀវប៉ឹងត្រហូរយំស្រក់ទឹកភ្នែកនិងមើលរូបភាពនោះទាំងអួលដើមកវៃជីងគេបានសារភាពថាកាលពីអតីតកាលខ្ញុំតែងតែគិតគូរខ្វល់ខ្វាយវិច្បាប់សាលារបស់ស៊ូសានខ្ញុំមិនដឹងថាត្រូវប្រឈមមុខនឹងអ្នកដោយរបៀបណាឡើយដូច្នេះទើបខ្ញុំបានជ្រើសរើសប្រព្រឹត្តកិច្ចខ្លួនវៃជីងគេបានបន្តទៀតថារហូតដល់ពេលដែលគេដឹងថាពួកសិស្សអូនសាលាស៊ូសានបានចាប់សៀវប៉ឹងយកទៅឃុំខ្លួននៅក្នុងប៉មបិសាយទើបគេដឹងខ្លួនថាគេស្រឡាញ់សៀវប៉ឹងនិងបារម្ភពីសៀវប៉ឹងខ្លាំងប៉ុណ្ណាគេបានលុចជង្គង់ដើម្បីសុំអង្វរលោកគ្រូដើម្បីជួយទៅក្នុងប៉មបិសាយដើម្បីនាំនឹងចាក់ចេញទៅក្រៅវិញស្ដាប់លើពាក្យសារភាពបេះដូងពិតរបស់វៃជីងរាល់ការគុំគុនឬការយកច្រឡំដែលបិសាយពីងពៀនបានបំពុលមុននេះត្រូវបានរលាយសាបសូន្យបាត់អស់ពីចិត្តរលីងគេបានដឹងច្បាស់ថាគូស្នេហ៍នេះមិនអាចក្បត់គ្នាបានឡើយនៅពេលដែលដឹងការពិតថាគូស្នេហ៍នេះមិនអាចក្បត់ពាក្យសន្យាគ្នាបានសៀវផឹងបានយំទាំងក្តីរំភើបនិងស្ងប់ចិត្តបើទោះបីជាជាងធាននិងសៀវជានទៅទុយសុំនឹងចេញទៅក្រៅក្តីក៏នឹងបានបដិសេធព្រោះថាធម្មពលវិញ្ញាណរបស់នាងបានរលាយអស់បាត់ទៅហើយទោះចេញទៅក្រៅក៏បានអាចរស់នៅបានយូរដែរនាងសូមចិត្តរលាយរូបរាងទឹកកករបស់នាងនិងព្រិលនៅទីនេះដើម្បីចំណាយពេលវេលានិងរូបរាងប្រលឹងរបស់នាងនៅក្បែរវៃជីង
បន្ទាប់ពីបញ្ចប់រឿងរ៉ាវសោកនាដកម្មរបស់វៃជាងនិងសៀវពឹងរួចរាល់ពួកគេទាំង3នាក់ក៏បានត្រៀមខ្លួនដើម្បីរៀបចំចាកចេញពីប៉មបិសាចនោះភ្លាមៗមុនពេលដែលចាកចេញស៊ីស៊ូនឹងដឹងថាសកម្មភាពនិងចំណេះដឹងរបស់នាងនៅក្នុងប៉មនេះបានធ្វើឲ្យសៀវជានិងជីងធានមានការសង្ស័យជាខ្លាំងខណៈពេលនោះស៊ីស៊ូនឹងបានសុំអង្វរពួកគេទាំងពីរនាក់ថាសូមជឿជាក់លើខ្ញុំចុះខ្ញុំមិនធ្វើបាបពួកឯងទាំងពីរនាក់ឡើយអាចសន្យានឹងខ្ញុំបានទេតើពេលចេញទៅដល់ខាងក្រៅកុំនិយាយរឿងរ៉ាវទាំងអស់នេះប្រាប់បណ្ណាឲ្យសោះរួមទាំងឆាងឈិញជានិងជីងធានក៏បានចូលព្រមនឹងធ្វើតាមការស្នើសុំរបស់ស៊ីស៊ូនផងដែរនៅពេលដែលពួកគេបានចាកចេញពីប៉មខំបិសាចនោះដោយសុវត្ថិភាពហើយស្រាប់តែជីងធានបានភ័យស្លន់ស្លោពីព្រោះថាដើរបិសាចរបស់គេដែលនៅពីខាងក្រោយខ្នងរបស់គេនោះគឺស្រាប់តែបាត់ស្រមោលភ្លាមខណៈពេលនោះស៊ីស៊ូននេះបានបញ្យល់ភ្លាមថារង្វង់មន្តអាគមនេះអាចបញ្ជូនបានតែមនុស្សលោកតែប៉ុណ្ណោះចំណែកឯសៀវខួរដែលជាវិញ្ញាណប្រលឹងដើរគឺត្រូវរង្វង់មន្តអាគមនេះជំរុញទៅកាន់ទីតាំងផ្សេងបាត់ទៅហើយខណៈពេលដែលពួកគេទាំង3នាក់កំពុងតែជជែកគ្នាអំពីលងខួរដែលត្រូវបានរង្វង់មន្តអាគមបញ្ជូនទៅទីតាំងផ្សេងយើងក៏បានឃើញនៅពពួកបិសាចជាច្រើនបានហោះមកកាន់ភ្នំស៊ូសានហើយស្អីរឿងមកដឹងថានឹងទៅជាយ៉ាងណាផងក៏សន្លប់ថាស្លេះត្រឹមតែប៉ុណ្ណេះសិនខំតែប្រិយមិត្តនឹងចូលចិត្តនៅវីដេអូនេះសូមចុច Subscribe បណ្ដាក់មួយផងជិះនៅជួបគ្នានៅវីដេអូបន្ថែមទៀតបាយបាយ